ហើយចាតានាងចាប់បាត់ស្អីទៅទីនេះជាផ្ទះរបស់ខ្ញុំអាចធ្វើបែប ពី នេះ ដំបូង ខុស ទេ ច្បា នេះ ប់ គឺ ហើយ ខ្ញុំមិនសល់ឲ្យខ្ញុំទេអ្នកមិនស័ក្តិសមបន្តរស់នៅទីនេះទេ អណាកូនស្រីខ្ញុំតើឯងធ្វើអីចំពោះគេ ចង់និយាយពីសិនឬយ៉ាងមែនទេនាងត្រូវបានបញ្ជូនទៅកន្លែងដែលគួរទៅហើយខ្ញុំមិនថាអីទេបើអ្នកចង់ទៅជាមួយនឹងនាងដែរលោក អត់ទេមិននឹងអាចមានរឿងបែបនេះកាត់ឡើងដោយសារតែនាងអូយនាងនាំចេញទៅ អត់ទេឯងមិនអាចធ្វើបែបនេះដាក់ពួកជើងទេឯងមិនអាចធ្វើអញ្ចឹងទេ បាទអូនមានកាត់អីទេ ខ្ញុំគ្រាន់តែមិនយល់ហេតុអីក៏ពួកគេធ្វើបែបនេះដាក់ខ្ញុំមិនដែលកាត់អាក្រក់លើពួកគេទេ កុំពិបាកចិត្តអីបងនៅទីនេះហើយ បាក់កាមែនមានឱកាសល្អបែបនេះបែរជាចាត់ការមិនបាននិយាយទៅតើខ្ញុំនៅមានកន្លែងណាដែលប្រៀបស្មើនឹងស៊ីវ៉ាន់មិនបាត់ទេ លោកស្រីម្ចាស់ទើបសាកសមមាននរណាអាចប្រៀបជាមួយនឹងលោកស្រីម្ចាស់បានទេ ត្រឹមនៅក្នុងការភ្នែករបស់ឯងមានប្រយោជន៍អីអ្នកដែលខ្ញុំខ្វល់នោះគឺហ្វូទាំងឈិនថ្ងៃស្អែកនេះជាថ្ងៃកម្លារបស់លោកតាហ្វូអញដឹងហើយមែនទេថាគួរធ្វើយ៉ាងម៉េច បាទលើកនេះខ្ញុំនឹងចាត់ការផ្ទាល់ដៃមិនឲ្យឆ្លោះត្រួយទៀតទេអ្នកនាងម្ចាស់ បងត្រូវការធ្វើការទៀតមែនទេអត់មិនចង់រំខានទេ មិនរំខានទេគ្មានអ្វីសំខាន់ជាងអូនទៀតឡើយ លោកហ្វូមានគេចូលមន្ទីរពេទ្យហើយរំដោះមឹងជាទៅហើយខ្ញុំបានឲ្យគេស៊ើបមើលហើយ មើលទៅប្រហែលជាអ្នកចង់ខ្ចីលុយពីគ្រួសារមឹងដើម្បីមកចាត់ការយើងហើយ អូនក៏បារម្ភអីគ្រួសារមឹងមិនអាចធ្វើអីបងបានទេបងដឹងពីផែនការគេស្រាប់ហើយ បងទៅហើយ លោកមឹងព័ត៌មានខ្លាំងៗដែលពួកយើងចង់ពីប្រហារលើហ្វូធីងឈិននោះពេលនេះគេធ្លាក់ចូលផ្ទះហើយគេប្រកាសជាចាប់ហើយ ល្អលំមើលបន្តទៀតទៅគេត្រឡប់មកផ្ទះវិញនៅពេលដែលគេឃើញសាកសពស៊ូហ្វាន់ចាំមើលគេហ៊ានប្រឆាំងជាមួយគ្រួសារមឹងទៀតទេខ្ញុំនឹងធ្វើឲ្យមនុស្សស្រីដែលគេស្រឡាញ់បំផុតបាត់ខ្លួន បាត់ជាល្ងងមែន គ្រួសារហ្វូពួកឯងនេះបងប្អូនចាកើហើយនេះគេឯងនេះគេកាប់មកនេះរត់ ឯងចង់រត់ទៅណា ធីងឆាន់បងមកវិញលឿនម្លេះតើពួកគេជាអ្នកណា បងឲ្យយ៉ាងអីទៅដោះស្រាយហើយបាទបងមិនដឹងថាហេតុអីចិត្តរបស់បងប្រាប់ថាអូនមានគ្រោះថ្នាក់គឺបងមិនអាចហាមចិត្តរបស់ខ្លួនឯងមិនឲ្យបារម្ភពីអូនបានទេ គួរឲ្យស្ដាយការប៉ັດអូនគិតថាចង់ទុកជីវិតគេដើម្បីសួរចម្លើយក ុំបារម្ភអីនៅខាងក្រៅខ្ញុំនៅរបស់បងហើយនឹងអ្នកស្រីឡាវសួរចម្លើយគេរួចហើយ បើអញ្ចឹងអូនមិនគួរសមទេអូនមិនលើកលែងឲ្យអ្នកណាដែលចង់សម្លាប់ប្តីអូនទេមើលទៅពួកគេពិតជាបានលាក់បាំងដែរទេធីងឆាន់តើបងគិតថាអូនខុសខើពេកទេ មិននឹងអាចទេអូនគឺជាអំណោយល្អបំផុតដែលព្រះប្រទានឲ្យបងអាយ៉ាលោកយ៉ងមឹងពិតជារត់លឿនមែនមើលទៅដូចជាមានជំនាញខ្លាំងណាស់ ខ្ញុំមិនដឹងថាលោកកំពុងតែនិយាយស្អីទេ ការចងចាំលោកមឹងមិនល្អសោះយ៉ាងអីអាចថាជួយរំលឹកលោកមឹងបន្តិចទៅ បាទលោកកុំអី លោកមឹងបើសិនជាលោកមិននិយាយអ្វីទេខ្ញុំប្រកាសការដាន លោកមិនខ្ញុំមានថ្នាំការប៉ັດនៅទីនេះលោកចង់ឲ្យខ្ញុំចាក់ថ្នាំនោះឬក៏និយាយដោយខ្លួនឯងរើសយកទៅ ខ្ញុំនិយាយគេតេតងពីខ្ញុំតង់មកខ្ញុំតាមរយៈទូរស័ព្ទតែខ្ញុំធ្វើដើម្បីកូនខ្ញុំដែររួមទាំងផលប្រយោជន៍នៅក្នុងការវាប្រហារលោកពូខ្ញុំដឹងខុសហើយលោកលែងទុកឲ្យខ្ញុំហៅទៅខ្ញុំដឹងខុសហើយ លោកខុសធ្ងន់ណាស់ពូធីងឆាន់
មិនដែលធ្វើបាបទៅលើគ្រួសារมึงទេតាំងពីចាប់ផ្ដើមរហូតដល់ចប់លោកតែងតែចង់ធ្វើបាបហ្វូធីងឆាន់ខ្ញុំពុំមានលោកខ្ញុំមិនខ្វល់ថាលោកជាអ្នកណាទេបើលោកហ៊ានតែធ្វើបាបហ្វូធីងឆាន់ខ្ញុំមិនលើកលែងឲ្យលោកដាច់ខាត ស៊ឺប៉ាន់នាងត្រូវតែស្លាប់ចិត្តដល់ថ្ងៃខួបកំណើតលោកហ្វូហើយខ្ញុំនឹងទៅខ្ជុំតំវិញខ្ញុំត្រូវតែចាត់ការនាងបាទហ្វូធីងឆាន់យើងនឹងជួបគ្នាជាមួយឯងឆាប់លោកហ្វូអ្នកស្រីហ្វូខ្ញុំត្រូវគេលេងល្បិចទេខ្ញុំពិតជាមិនដឹងមែនដោះលែងខ្ញុំទៅ ដោះលែងលោកទេនៅពេលលោកវាយប្រហារលើប្តីខ្ញុំលោកមានគិតថាចង់ដោះលែងគេទេ បោះគេចោលទៅក្នុងស្រាប់ពោះឲ្យគេជួយសង្គ្រោះខ្លួនឯង ហ្វូធីងឆាន់មករបស់ឯងបោះបង់ឯងហើយក៏សម្លាប់ខ្លួនប៉ាឯងក៏បោះបង់ឯងហើយក៏មានគ្រួសារថ្មីឯងដឹងថាហេតុអីដែរទេដោយសារតែឈាមរបស់ឯងមានឆ្អឹងបិសាចក៏សាហាវឯងកាត់មកគ្មានក្តីស្រឡាញ់នោះទេ បាត់មកយ៉ាងអីនាំគេចុះទេ សុំសិនលោកនិយាយថាខ្ញុំមានឈាមបិសាចដល់សាហាវបើសិនជាលោកមកនិយាយបែបនេះទៅហើយចឹងខ្ញុំសូមទោសផងដែលធ្វើឲ្យលោកខកចិត្តបំបាយឆ្អឹងគេជាបំណាច់តូចៗហើយគុំប្រុសរបស់គេមិនចាំបាច់សម្រាប់ទេថាគេក៏មិនអាចធ្វើជាអ្នកប្រុសបានតទៅទៀតដែរគ្រាន់តែយកគេទៅកន្លែងផ្សេងដែលអាចឲ្យគេខ្លាចជាអ្នកប្រុសបានតែប៉ុណ្ណឹង ហ្វូធីងឆាន់ឯងត្រូវតែស្លាប់ឯងត្រូវតែស្លាប់ សុបានបងមិនសមទទួលបានក្តីស្រឡាញ់ពីអូនទេតែប៉ុណ្ណឹង អូនមិនខ្វល់ថាអ្នកណានិយាយអីអូនគ្រាន់តែដឹងថាមិនថាបងជាអ្នកណាបងធ្វើអ្វីអូននៅក្បែរបងជានិច្ចអូនគ្មានថ្ងៃបោះបង់បងចោលទេ ថ្ងៃដែលនៅខ្ជូតុងនេះការចងចាំនៅដដែល ណាប្រុសបើសិនជាហ្វូធីងឈិនបានឃើញលោកម្ដងទៀតខ្ញុំខ្លាចក្រែង ចាំមិនខ្លាចគេវាយបំបាក់ជើងខ្ញុំម្ដងទៀតខ្លាចគេសម្លាប់ខ្ញុំម្ដងទៀតដែរខ្ញុំរងចាំជាតិនេះលោកម្ចាស់ខានជួបគ្នាយូរហើយខ្ញុំមកលើកនេះដើម្បីចូលរួមពិធីខួបកំណើតរបស់លោកគឺខ្ញុំមានកាដូបន្តិចបន្តួច របស់ខ្ញុំទទួលតើឯងទៅវិញទេ លោកម្ចាស់ ខ្ញុំយកមកគ្រួសារហ្វូទៀតឲ្យសោះយល់ទេ លោកម្ចាស់ខ្ញុំត្រឡប់មកលើកនេះគ្មានបំណងចាត់ចេញទៅវិញទេលោកម្ចាស់ ណាប្រុសលោកម្ចាស់5ឆ្នាំមកនេះខ្ញុំដឹងថាខ្ញុំធ្វើខុសដែលធ្វើឲ្យគ្រួសារហ្វូអាម៉ាខ្ញុំបំផ្លាញការទុកចិត្តរបស់ធីងឈិនបើខ្ញុំមិនបានសុំទោសធីងឈិនដោយផ្ទាល់នោះទេមិនថាខ្ញុំត្រូវស្លាប់ក៏ដោយ បាបកោមើលឲ្យមើលថែគេផង លោកម្ចាស់ ការសុំទោសគ្មានប្រយោជន៍ទេឯងគួរតែស្លាប់ដើម្បីការសុំទោស ហ្វូធីងឈិនពួកយើងជួបគ្នាទៀតហើយ មានរឿងអីទេនៅពេលដែលធីងឆាន់បានឃើញគេអាការៈរបស់គេស្រាប់តែចង់រើឡើងតែប្រុសម្នាក់នេះជាអ្នកណាទេ ក្រែងឯងនិយាយថាចង់សុំទោសមែនទេបើចឹងឯងទៅស្លាប់ទៅណាប្រុសតែយ៉ាងម៉េចហើយ ហ្វូធីងឈិនមិនថាឯងសម្រាប់ខ្ញុំមកលើកនេះគឺដើម្បីតែសុំទោសឯងដល់ចិត្តស្មោះ ឯងមិនសមនិយាយពីឈ្មោះរបស់ខ្ញុំទេ ធីងឆាន់កុំធ្វើឲ្យមនុស្សបែបនេះអត់ទេបានចូលទៅក្នុងវិញទៅ នាងជាប្រពន្ធរបស់ហ្វូធីងឈិនណាហ្វូធីងឈិនហេតុអីបានជាជីវិតឯងតែងតែល្អជាងយើង កុំគិតថាចង់មករំខានធីងឆាន់ទេ ខ្ញុំគ្រាន់តែនិយាយការពិតហ្វូធីងឈិនឯងហើយនៅខ្ញុំគឺជាកណ្ដុរក្នុងនោះជាមួយនឹងស្រីម្នាក់នេះឯងមិនអាចផ្ដោតសុភមង្គលឲ្យនាងបានទេខ្ញុំទើបជាមនុស្សពិតប្រាកដមិនទេ ឯងចង់ស្លាប់ហើយ មិនត្រូវទេតាមមានអ្វីម្យ៉ាងដែលខ្ញុំមើលរំលងទេតែតើតើមិនគេម្នាក់នេះដែរទេធីងឆាន់ចិត្តតែលេងគេទេ ហ្វូធីងឈិនឯងគ្មានឱកាសទេខ្ញុំមានផែនការដាក់ថ្នាំពុលឲ្យឯងយើងនឹងឲ្យឯងរស់នៅក្នុង តើមានអ្វីកើតឡើងហេតុអីក៏ចិត្តធីងឆាន់ខុសធម្មតាអញ្ចឹងតើខ្ញុំរកមូលហេតុនេះមិនឃើញសោះលោកបានធ្វើអីដាក់ធីងឆាន់ នាងនិយាយស្អីខ្ញុំមិនយល់ទេហ្វូធីងឈិនជួយជីវិតខ្ញុំមិននឹងអាចធ្វើបាបអ្នកមានគ្រោះខ្ញុំបានទៅ ខ្ញុំមិនដែលគិតថាឯងប្រាច់តែជាបែបនេះសោះបានជាឯងមានចិត្តចង់ស្លាប់ទៅហើយពេលនេះយើងបំពេញបំណងរបស់ឯងទទួលទៅ ហ្វូធីងឈិនឯងមិនអាចសម្លាប់ខ្ញុំបានទេនៅក្នុងលោកនេះមានតែខ្ញុំទេដែលដឹងថាពេទ្យនោះនៅឯណា ឯងនិយាយថាម៉េចឯងនិយាយដល់ទៀតទៅមើល នៅពេលដែលមកឯងអ្នកមើលថែនោះក៏បាត់ខ្លួនមានតែយើងទេដែលដឹងថាគេនៅកន្លែងណានៅហៅប៉ៅស្ដាំ ហើយចេញ អ
នាំគេទៅឆ្ងាយពីខ្ញុំទៅមិនអាចឲ្យគេបង្ហាញមុខបើគ្មានការអនុញ្ញាតពីខ្ញុំនេះម៉ាតែគិតក៏សម្រាប់មករបស់ខ្ញុំពិតជាអាចរកឃើញទេ ថេងឆាន់ថេងដូច្នេះថេងឆាន់ជាអ្នកជួយជីវិតស៊ឺណានប៉ុន្តែដោយសារមហិច្ឆតារបស់គេមិនស្ទាក់ស្ទើរក្នុងការសងសឹកដោយការដាក់ថ្នាំថេងឆាន់ អាយ៉ាពួកយើងបានជួយធីនឈិនទាន់ពេលបើមិនចឹងទេធីនឈិនអាយ៉ារកត់ជាខ្លាចទៅជាបីស្អាតមិនខានហើយចុះធីនឈិនដែរណា ខ្ញុំបានចាត់ថ្នាំឲ្យគេហើយពេលគេដឹងខ្លួននឹងបានធូរស្រាលជំងឺរបស់ថេងឆាន់តាមមានពាក់ព័ន្ធនឹងគេមែនទេ ចាប់ពីពេលនោះមកចិត្តរបស់ធីនឈិនគឺត្រូវរងការប៉ះទង្គិចដោយដែលឯងបានឃើញស្រាប់ហើយ ឬក៏មកពីអធិបតេយ្យថ្នាំរបស់ស៊ឺណាន រឿងនេះខ្ញុំក៏មិនប្រកាសដែរបានបើសិនជាឯងដឹងរឿងនេះនោះខ្ញុំសង្ឃឹមថា លោកតាកុំបារម្ភអីមិនថាមានរឿងអីកើតឡើងខ្ញុំមិនបោះបង់ថេងឆាន់ជាដាច់ខាតទោះបីខ្ញុំមិនដឹងថាគេឆ្លងកាត់អ្វីមកខ្លះតែខ្ញុំនឹងនៅក្បែរគេខ្ញុំមិនឲ្យគេជួយចាប់ម្ដងទៀតទេ លោកម្ចាស់លោកស្រីត្រឡប់មកវិញហើយជាមួយអ្នកប្រុសទី2 តើពួកគេមកធ្វើស្អីទៅប្រាប់ធីនឈិនភ្លាមទៅថាចង់ឲ្យពួកគេត្រឡប់ទៅវិញឬអត់ស្ថិតនៅលើធីនឈិនសម្រាប់ចិត្តហើយ នេះជាគ្រូសាហ្វូខ្ញុំត្រឡប់មកផ្ទះខ្លួនឯងចាំបាច់ត្រូវអនុញ្ញាតពីគេដែរ ឯងកាន់តែគ្មានច្បាប់ទម្លាប់ហើយយើងបាននិយាយហើយមនុស្សដែលធីនឈិនមិនអនុញ្ញាតមិនអាចចូលមកបានទេយ៉ាងអីឯងនឹងមិនយល់ពីអ្វីដែលខ្ញុំនិយាយទៀត លោកម្ចាស់ទោះជាលោកមិនចូលចិត្តពួកយើងប៉ុន្តែធីងជុនក៏ជាចៅប្រុសលោកដែរលោកមិនអាចលំអៀងបែបនេះទេទីនេះក៏ជាផ្ទះយើងដែរ តែណាឲ្យពួកឯងចូលមកទីនេះឆាប់ចេញទៅវិញទៅ ទីនេះជាគ្រូសាហ្វូហើយខ្ញុំក៏ជាម្ដាយឯងដែរឯងមិននឹងនិយាយបែបនេះចំពោះខ្ញុំបានទៅ អ្នកមករបស់ខ្ញុំគឺគាត់បានស្លាប់តាំងពី20ឆ្នាំមុនមិនណាមិនអីបើអ្នកនៅមិនចាំច្បាស់ទេយល់អស់គូតែទៅពីខួរក្បាលអ្នកចេញទៅ ឯង ម៉ាក់ចិត្តតែចេះសិនទៅបងប្រុសបងក៏ដឹងថាម៉ាក់មានជំងឺលើឈាមហេតុអីក៏បងនិយាយបែបនេះដាក់គាត់ បើចង់ឲ្យគេគោរពគាត់គួរតែមើលថាតើគាត់មានតម្លៃឲ្យគេគោរព ស ទេ វ៉ាទោះនាងកូនកំព្រាគ្មានម៉ែឪប៉ុន្តែនាងរៀបការចូលគ្រួសារហ្វូហេតុអីក៏នាងគ្មានការអប់រំបែបនេះ ឯងជាកូនឥតខានស្លាប់មិនអាចប្រៀបស្មើនឹងខ្ញុំទេតើឯងប្រើត្រកូលហ្វូយូរប៉ុណ្ណាហើយតើឯងព្រៀបពាក់អត្តសញ្ញាណដើមហើយ នេះហ៊ានវាយខ្ញុំហ៎ ទីនេះជាគ្រួសារហ្វូប្តីរបស់ខ្ញុំគឺហ្វូធីងឆាន់គាត់ជាអ្នកគ្រប់គ្រងគ្រួសារហ្វូគាត់និយាយថាផ្ទះនេះខ្ញុំមានសិទ្ធិលើគ្រប់យ៉ាងគ្រាន់តែវាយលោកហេតុអីក៏ខ្ញុំមិនហ៊ានសឺវ៉ាន់កុំធ្វើបាបខ្ញុំហួសហេតុពេកតើខ្ញុំនិយាយខុសដែរទេអ្នកគ្រាន់តែជាស្រីស្នេហ៍របស់ហ្វូជាមីងដែលលួចដាក់នៅពីក្រៅក្នុងម្ដាយធីងឆាន់ប៉ុណ្ណោះគេជាកូនប្រុសអ្នកបើមិនហៅថាឥតខានស្លាហៅថាជាអីវិញទៅ ឈប់ព្រាម អឺ ធីងឈិន